សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកណែនាំពី app មួយដែលមើលវីដេអូទៅអាចទទួលបានលុយអូខេអញ្ចឹងកម្មវិធីនេះល្អយើងមើលវីដេអូបានលុយអញ្ចឹងខ្ញុំបានសន្សំបានលុយ$6.62សេនអញ្ចឹងថ្ងៃនេះខ្ញុំធ្វើការដកលុយចូល Binance Pay របស់ខ្ញុំវាថ្ងៃនេះវារៀង slow បន្តិចអញ្ចឹងលុយរបស់ខ្ញុំខ្ញុំដកលុយទាំងអស់ខ្ញុំចុចម៉ាស់maximum ហ្នឹងហើយចុចកន្លែងBinance Pay Bybit Pay ឬក៏ Binance Pay ហ្នឹងអញ្ចឹងខ្ញុំដកលុយតាមរយៈ Binance Pay អញ្ចឹងថ្លៃសេវា 30% កាត់ fee 30%អញ្ចឹងឥឡូវខ្ញុំធ្វើការ confirm វាតែម្ដងទៅដោយសារសេវារៀង slow តិចបងប្អូនសុំទោសអញ្ចឹងកន្លែងហ្នឹងគេឲ្យទៅយក Binance ID user ID ហ្នឹងហើយបំពេញ email របស់យើងអញ្ចឹងខ្ញុំទៅរក Binance របស់ខ្ញុំ Binance របស់ខ្ញុំឥឡូវនៅសល់តែ30សេនព្រោះអីខ្ញុំដកលុយនឹងចេញយកមកចាយតាមរយៈធនាគារវិញអស់ច្រើនដងដែរអញ្ចឹងឥឡូវខ្ញុំបាំងខាងលើហ្នឹងគឺ ID ព្រោះអីបើខ្ញុំបង្ហាញទៅខ្លាចជនខិលខូចគាត់យកទៅប្រើប្រាស់ផ្សេងពិបាកអញ្ចឹងខ្ញុំត្រូវលាក់ព្រោះការរកលុយវាមិនអាចបានច្រើនទេបងប្អូនបានតិចតួចទេបងយើងសន្សំតិចម្ដង4-10ថ្ងៃកន្លះខែអញ្ចឹងយើងអាចបានលុយយកមកចាយខ្លះចូលកាត់ទូរស័ព្ទឬទិញរបស់បានតិចតួចអញ្ចឹងខ្ញុំធ្វើការ copy link ID របស់ខ្ញុំហ្នឹងដើម្បីយកទៅផាសកន្លែងដកលុយមិញកន្លែងហ្នឹងយើងធ្វើការចកត់ឲ្យខ្លាំងមកយើងផាសវាបិទភ្ជាប់មកហើយខាងក្រោមពេញ email ខ្ញុំធ្វើការបាំងបន្តិចអូខេអញ្ចឹងយើង processing ដល់ slow ឥឡូវទៅហើយលុយទៅចូលក្នុងកាបូបលុយបានណារបស់ខ្ញុំហើយអញ្ចឹងយើងទៅមើល email គេផ្ញើមកតាម email Binance ថាទទួលគាត់ថាបានទទួលលុយ$4.59សេនព្រោះវាកាត់អស់30%ហើយអញ្ចឹងយើងធ្វើការ refresh បន្តិចពេលការ refresh បន្តិចមកមិនលុយរបស់ខ្ញុំមកបានហើយ$4.89សេនអរគុណបងប្អូនអរគ្នាដែលបានមើលវីដេអូនេះរហូតដល់ចប់ហើយចំពោះពាក្យសម្ដីដែលខុសសូមអភ័យទោសដល់ខ្ញុំផងខ្ញុំអត់សូវចេះនិយាយច្រើនអរគុណ